សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរក៏មកចង់បង្ហាញពីការបញ្ចុកបងប្អូនហើយក៏របៀបធ្វើរបស់បងប្អូនអញ្ចឹងណាចានេះអូនចេញអង្គុយហើយអូនតាំងពី5ខែអូនចេញអង្គុយតាំងពី4ខែពាក់អ៊ីមឲ្យមួយសិនដើម្បីញ៉ាំបបរលោកព្រឹសណាបងអើយឃើញតែចានបបរមិនបានទេនឹងដណ្ដើមសងកពុកអស់ចាគេនេះហាក់ដាក់ហើយគឺអូនចូលចិត្តញ៉ាំជាដំបូងគឺខ្ញុំធ្វើបែបអត់សូវចូលចិត្តទេព្រោះអីអូនមិនដោះដល់ពេលអញ្ចឹងលក្ខណៈថាខ្លាយពីទឹកដោះអញ្ចឹងណាដល់ពេលយូរទៅក៏ខ្លាចញ៉ាំបានធម្មតាជាទូទៅខ្ញុំបញ្ចុកមួយថ្ងៃ2ដងទៅ3ដងការដែលបានបាយទឹកឬបាយច្រើនហើយឲ្យញ៉ាំម្ដងតែមួយស្លាបព្រាបាយកន្លះឬក៏2ស្លាបព្រាបាយខ្ញុំធ្វើបបរនេះឡើងខ្ញុំកិនឲ្យម៉ត់ល្អមិនខាប់ពេកក៏មិនរាវពេកចាហើយខ្ញុំបានដាក់គ្រឿងទេសទេពីព្រោះអីយើងតម្រូវយករសជាតិចេញពីមើលផ្លែឈើមកបន្លែដែលយើងបានដាក់ទៅចឹងណាចាវីដេអូយើងមានតែប៉ុណ្ណឹងតាមប្រកាសថាបបរកូនមិនបាច់ដាក់គ្រឿងទេសបានខ្ញុំតែងតែឃើញវីដេអូតាមលោកគ្រូពេទ្យគាត់តែងតែណែនាំចាអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងសូមអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា